ជាធិបតេយ្យក៏ដូចជាការគោរពសិទ្ធិមនុស្សជាដើមក្នុងការផ្សព្វផ្សាយហើយប្រជាពលរដ្ឋលោកជាអ្នកស្ដាប់លោកជាអ្នកអានលោកជាអ្នកមើលលោកអាចធ្វើការវិនិច្ឆ័យបានចំពោះយើងតំណាងគណៈបក្សសង្គ្រោះជាតិយើងមិនចង់ធ្វើបរិយាវិនិច្ឆ័យទៅលើហេតុការណ៍មួយដែលកំពុងតែតុលាការកំពុងតែយកទៅគិតពិចារណាដូច្នេះមានការអញ្ជើញដោយអាដាមជាងវុនមានប្រសាសន៍អញ្ជើញតំណាងរាស្ត្រពីររូបទៅធ្វើជាសាក្សីហើយក៏ប៉ុន្តែយើងក៏មិនចង់យកវេទិកានេះដើម្បីបកស្រាយពីបទល្មើសជាក់ស្ដែងសារជាថ្មីឡើងវិញទៀតពីព្រោះពាក្យពេចន៍ទាំងអស់នេះនាំបកនៅលក្ខណៈមួយថាមានភាពយល់ស្របគ្នាចំពោះយើងទុកតាមដានឃ្លាំមើលតឡាការគាត់អនុវត្តបន្តទៅមុខទៀតយ៉ាងម៉េចក៏ប៉ុន្តែលក្ខណៈដែលសំខាន់ដំលោកបានមានប្រសាសន៍មកមិញលោកទទួលស្គាល់ថាវិទ្យុអាស៊ីសេរីវិទ្យុសម្លេងសហរដ្ឋអាមេរិកផ្សព្វផ្សាយទូលំទូលាយមានការចូលរួមស្ដាប់ហើយគាំទ្រច្រើនពីប្រជាពលរដ្ឋដូច្នេះប្រជាពលរដ្ឋជាអ្នកធ្វើការវិនិច្ឆ័យនឹងសម្រេចចិត្តថាតើករណីខ្លះព័ត៌មានខ្លះដែលផ្សព្វផ្សាយនោះមានលក្ខណៈជាផលប្រយោជន៍ដល់សង្គមឬក៏អត់តើវិទ្យុដទៃទៀតស្ថានីយ៍ដទៃទៀតទាំងទូរទស្សន៍ទាំងវិទ្យុទាំងបណ្ដាញសង្គមទាំងគេហទំព័រតើចូលរួមចំណែកបណ្ដុះសង្គមពិតប្រាកដសង្គមជឿនលឿនថ្លៃថ្នូរពិតប្រាកដហើយឬនៅឬគ្រាន់តែជាឧបករណ៍មួយដើម្បីបំពងសម្លេងហើយដើម្បីធ្វើឲ្យបំពុលសង្គមកាន់តែខ្លាំងទៅទៀតខ្ញុំសូមបន្ថែមបន្តិចទៀតខ្ញុំមិននិយាយច្បាស់ហើយថានៅវិទ្យុអាស៊ីសេរីជាវិទ្យុមួយដែលមានសម្លេងជាបរិបទស្ដាប់ច្រើនដែរណាក៏ប៉ុន្តែសម្លេងដែលផ្សព្វផ្សាយនេះវាមានល្អមានអាក្រក់វាមានការពិតនិងការមិនពិតវាមានការបំផុសបំផុលការញុះញង់ហើយការងារនេះគឺជាការរៀបចំវិទ្យុអាស៊ីសេរីត្រូវបានគេរៀបចំដើម្បីធ្វើកិច្ចការនេះហើយយើងដឹងហើយថាណែទាំងអស់គ្នាឥឡូវនេះគេចាប់ផ្ដើមយល់ហើយប្រជាពលរដ្ឋចាប់ផ្ដើមយល់ថាការញុះញង់នេះអាចធ្វើឲ្យវិនាសប្រទេសជាតិបាទហើយកន្លងមកនេះយើងមានបទពិសោធន៍វិទ្យុនេះធ្លាប់ប្រើប្រាស់តាំងពីគេរៀបចំទម្លាក់លួងរតនកោដ្ឋប្រាស់នរោត្តមសីហនុព្រះមហាក្សត្រកម្ពុជាយើងដែលជាព្រះមហាក្សត្រជាទីសក្ការៈរបស់យើងទាំងអស់គ្នាហើយបើខ្ញុំនិយាយថាគេស្ដាប់ច្រើនមិនមែនមានន័យថាវិទ្យុនេះប្រកាសជាសម្លេងសុក្រិតយុត្តិធម៌មានចលយភាពនោះទេមិនខ្ញុំនិយាយច្បាស់ហើយយើងត្រូវការប្រព័ន្ធផ្សព្វផ្សាយមួយនៅកម្ពុជាដែលពាក់ព័ន្ធនឹងអំណាចមួយទៀតដែលមិនទាន់បានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងអំណាចរបស់រដ្ឋដែលយើងទាំងអស់គ្នាត្រូវខំប្រឹងលើកដំកើងហើយតួអង្គដែលត្រូវខំប្រឹងលើកដំកើងមែនទេនោះគឺអ្នកសារព័ត៌មានហ្នឹងណាលោកត្រូវលើកដំកើងខ្លួនលោកបាទអញ្ចឹងហើយណែខ្ញុំនិយាយឲ្យត្រង់ទៅខ្ញុំមិនដែលពេញចិត្តទេវិទ្យុអាស៊ីសេរីនេះជាការពិតព្រោះខ្ញុំវាតម្លៃតាំងពីដំបូងមកនៅថ្ងៃទី29ឆ្នាំ2013ខែ7ក្រោយការបោះឆ្នោតមួយថ្ងៃខ្ញុំបានប្រាប់ហើយវិទ្យុអាស៊ីសេរីគឺជាឧបករណ៍មួយនៅក្នុងគេហៅដំណាក់កាលនៃបដិវត្តពណ៌គេបង្កើតឡើងទទួលថវិកាចេញពីសហរដ្ឋអាមេរិកមានបុគ្គលិកដែលរៀបចំដើម្បីធ្វើកិច្ចការនេះហើយបុគ្គលិកមួយចំនួនដែលគេមិនព្រមធ្វើកិច្ចការនេះត្រូវបានជន់ច័ន្ទបុត្រនឹងដេញចេញពីវិទ្យុអាស៊ីសេរីបាទអានឹងយើងបញ្ជាក់ច្បាស់មកហើយអ្នកដែលត្រូវគេដេញចេញហ្នឹងបានផ្សព្វផ្សាយរួចហើយនៅក្នុង website របស់គាត់នីមួយៗចឹងហើយខ្ញុំចង់បញ្ជាក់ប្រាប់ជាថ្មីថាវិទ្យុអាស៊ីសេរីមិនមែនជាវិទ្យុដែលនាំផលប្រយោជន៍មកឲ្យកម្ពុជាទេគឺមានតែនាំកម្ពុជាឲ្យទៅហិនហោចហើយប្រទេសច្រើនណាស់លើសកលលោកដែលវិទ្យុអាស៊ីសេរីនេះនៅក្នុងប្រទេសអាស៊ីគេមិនចង់ឲ្យមានការផ្សព្វផ្សាយទេមានប្រទេសតិចណាស់ដែលបដ ாய் ឲ្យមានការផ្សព្វផ្សាយយ៉ាងនេះបាទហើយយើងដោយសារយើងប្រកាន់របបប្រជាធិបតេយ្យសេរីពហុបកហើយនឹងយើងចង់ប្រម៉ូទយើងចង់រុញច្រានឲ្យរបបសារព័ត៌មាននេះឬក៏
អំណាចសារព័ត៌មាននេះត្រូវបានទទួលស្គាល់បានយើងឲ្យគាត់ផ្សព្វផ្សាយប៉ុន្តែការបដ ாய் ឲ្យគាត់ផ្សព្វផ្សាយប្រេះផ្ដាស់របៀបនេះហើយធ្វើសកម្មភាពប្រេះផ្ដាស់របៀបនេះគឺជាការប៉ះពាល់មួយដល់លទ្ធិប្រជាធិបតេយ្យរបបប្រជាធិបតេយ្យនៅកម្ពុជាជាពិសេសនីតិរដ្ឋហើយជាមួយនេះនឹងដែរគឺប៉ះពាល់ដល់អ្នកសារព័ត៌មានផ្សេងទៀតដែលគេធ្វើល្អបាទសារព័ត៌មានដែលគេធ្វើល្អនៅកម្ពុជាមានច្រើនណាស់ណាមានច្រើនណាស់ឯកឧត្តមញ៉ែមបញ្ញរិទ្ធគាត់លើកមិញថាណែឲ្យយើងប្រៀបធៀបថាសារព័ត៌មានប្រព័ន្ធសារព័ត៌មានស្ថាប័នសារព័ត៌មាននៅកម្ពុជានោះមានច្រើនក៏ប៉ុន្តែគាត់ហាក់ដូចជាលើកថាអាស៊ីសេរីនឹងគឺបានផ្ដល់ផលប្រយោជន៍សម្បើមណាស់ជាងអ្នកសារព័ត៌មានស្ថាប័នព័ត៌មានផ្សេងទៀតនៅកម្ពុជាខ្ញុំទទួលយកបានទេហ្នឹងបាទគណៈបព្វជិជនទទួលយកបានទេដោយសារអីដោយសារការវិនិច្ឆ័យនេះវាធ្វើប៉ះពាល់ដល់សមត្ថកិច្ចដល់សមត្ថភាពដល់ស្ថាប័នសារព័ត៌មានផ្សេងទៀតរបស់កម្ពុជាសូមអរគុណខ្ញុំគ្រាន់តែចង់បញ្ជាក់បន្ថែមខ្ញុំមិនបាននិយាយចោតប្រកាន់ទៅដល់ថ្នាក់នោះទេក៏ប៉ុន្តែអាដាមលោកជំទាវអស់លោកស្រីហើយអ្នកសារព័ត៌មានអាចជ្រាបដែលខ្ញុំតែងតែលើកគ្មាននរណាដឹងខ្លួនឯងជាងខ្លួនឯងទេនៅចំណុចមួយដែលសំខាន់ដូច្នេះវិទ្យុសារព័ត៌មានគេហទំព័រទូរទស្សន៍បណ្ដាញសង្គមមានទាំងប្រមាណតើចូលរួមចំណែករៀបចំសង្គមបានកម្រិតណាគ្រាន់តែខ្ញុំចង់និយាយថាជាលក្ខណៈទូទៅចូលរួមបានតិចឬច្រើនទៅតាមស្ថាប័នទៅតាមនានាការឬក៏ទៅតាមការយល់ឃើញរបស់អ្នកវែកញែកអ្នកសរសេរដូច្នេះជាសិទ្ធិសេរីភាពរបស់ពួកគាត់ហើយយើងខ្ញុំមិនមានតួនាទីភារកិច្ចដើម្បីធ្វើការវិនិច្ឆ័យហើយធ្វើការនិយាយជាបរិយាវិនិច្ឆ័យទៅលើលក្ខណៈណាមួយដូច្នេះទុកជូនប្រជាពលរដ្ឋលោកអ្នកអានអ្នកមើលអ្នកស្ដាប់ហើយលោកធ្វើការសម្រេចចិត្តចាស់សូមជម្រាបថាចំពោះខ្ញុំឈឿងវុនប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាននៃរដ្ឋសភាខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតហើយខ្ញុំធ្លាប់បានបញ្ជាក់ច្រើនសារហើយស្ថាប័នព័ត៌មានរបស់កម្ពុជាទាំងរដ្ឋទាំងឯកជនខ្ញុំនិយាយបញ្ជាក់ឡើងវិញរបស់កម្ពុជាគឺបានបម្រើផលប្រយោជន៍របស់ប្រទេសកម្ពុជាធំធេងណាស់បាទហើយគាត់បានជួយរួមចំណែកកសាងប្រទេសជាតិតាំងពីឆ្នាំ1979មករហូតដល់ពេលនេះដែលប្រទេសជាតិបានប៉ុណ្ណឹងគឺមិនមែនមានតែមន្ត្រីឆ្ការទេមិនមែនមានតែថ្នាក់ដឹកនាំទេដែលកសាងគឺអ្នកសារព័ត៌មានក្តីប្រជាពលរដ្ឋខ្មែរយើងក្តីទាំងអស់រួមចំណែកគ្នាកសាងប្រទេសបានប៉ុណ្នេះចឹងហើយរាល់ការវិនិច្ឆ័យទាំងឡាយណាដែលថាអ្នកសារព័ត៌មានកម្ពុជាឬក៏សមត្ថភាពព័ត៌មានកម្ពុជានៅមានការខ្វះខាតឬក៏មិនបានបម្រើផលប្រយោជន៍ទៅទៀតខ្ញុំទៅជួយអត់បានទេព្រោះការវិនិច្ឆ័យនេះបើយើងមើលទៅក្រោយ 4-5 ឆ្នាំមិនមែនទេ10ឆ្នាំមុនបាទជាង10ឆ្នាំមុនគេវិនិច្ឆ័យសមត្ថភាពវិស័យអប់រំកម្ពុជាដូចគ្នាចឹងដែរបាទគេវិនិច្ឆ័យចឹងថាអត់មានសមត្ថភាពធ្វើការអប់រំតែប៉ុន្តែកូនខ្មែរយើងទៅរៀននៅស្រុកគេមិនដែលចាញ់គេទេភាគច្រើនសុទ្ធតែរៀនបានលេខល្អទាំងអស់ដែលបានអាហារូបករណ៍ទៅប្រទេសក្រៅចឹងហើយត្រង់ចំណុចនេះហើយដែលខ្ញុំចង់និយាយថាជាថ្មីម្ដងទៀតខ្ញុំទុកចិត្តប្រព័ន្ធព័ត៌មានរបស់កម្ពុជាអ្នកសារព័ត៌មានកម្ពុជាហើយជាពិសេសក្រសួងព័ត៌មានកម្ពុជាដែលបានជួយជ្រោមជ្រែងជំរុញឲ្យវិស័យនេះមានការជឿនលឿនបាទសូមអរគុណមុននឹងបញ្ចប់ខ្ញុំឯកភាពដែលអាដាមឈៀងវិនលោកមានប្រសាសន៍ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីភារកិច្ចសំខាន់ជាទីបំផុតដើម្បីចូលរួមចំណែករៀបចំសង្គមជឿនលឿនថ្លៃថ្នូរជាការពិតយើងគ្រប់គ្រងទាំងស្រុងដូច្នេះចំណុចខ្វះខាតភាពអសកម្មភាពអវិជ្ជមានយើងនាំគ្នាកែលម្អក្នុងការគិតជាវិជ្ជមានទៅថ្ងៃអនាគតអរគុណ